ខាងក្រៅប្រគូចៅអត្តកាវត្តជនសទ្ធីនិងលោកលើសុកសានខ្សែទឹកក្នុងចំណែកគូទី90នេះក៏ជិតដល់ទីប្រត់ដែរហើយបាទទូបាទរតនៈសជ័យបាទមកពីព្រីវែងបាទដែលឧបត្ថម្ភដោយសម្ដេចក្រឡាហោមសខេងប្រគួតជាមួយនឹងម៉ានីរាជាសែនជ័យឯកឧត្តមហ៊ុនម៉ានីបាទឯកឧត្តមបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីខ្សែទឹកខាងក្រៅម៉ានីរាជាសែនជ័យកំពុងតែមានព្រៀបឥឡូវទទួលបានជ័យជុំនេះបាទបាទយើងឃើញថា90គូបានកន្លងទៅបាទនៅឃើញថាគូទី91 92ក៏កំពុងតែទម្លាក់មកបដាបងគូ90បាទគូទី90រតនៈសជ័យខ្សែទឹកខាងក្នុងការវិជើងទី1ឥឡូវដូរទៅខាងក្រៅចំណែកឯម៉ានីដែលជះសែនជ័យកំពុងស្ពឺទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទហ៊ុនម៉ានីបាទបញ្ញារដ្ឋមន្ត្រីបាទឥឡូវយើងឃើញថាបដូរមកខាងក្នុងក៏ល្អដែរឥឡូវម៉ានីគ្នាដកនេះដកអាចគាត់អាចឈ្នះទៀតណាឥឡូវនេះបាទម៉ានីដែលជះសែនជ័យដកអើយបាទឥឡូវនេះបាទឈ្នះទាំងពីរជើងបាទឈ្នះទាំងពីរជើងបន្តិចប្រកាសគ្នាបងប្អូនហើយលឿនពិភពគុណបាទមកពីស្រុកពញាលឺខេត្តកណ្ដាលទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទនាយឧត្តមសេនីយ៍សៅសុខាបាទខ្សែទឹកខាងក្រៅរតនៈសជ័យមកពីស្រុកពីរៀងខេត្តព្រៃវែងទទួលបានការឧបត្ថម្ភពីសម្ដេចក្រឡាហោមសខេងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រឥឡូវនេះឃើញថាខ្សែទឹកខាងក្រៅហាក់ដូចជានាំមុខហើយរតនៈសជ័យនេះល្អណាស់របស់សម្ដេចក្រឡាហោមសខេងគឺល្អមែនទែនលេខមើលកតុយទូកសិនបាទលេខ179ខ្សែទឹកខាងក្រៅតាមពីក្រោយខ្សែទឹកខាងក្នុងទេអ្នកនាំមុខចាខ្សែទឹកខាងក្នុងនាំមុខស្ដីសាសខានាំមុខប្រគ្រូចៅអធិការវត្តទេពរាំងសីក៏គោរពថ្លែងអំណរគុណចំពោះឯកឧត្តមនាយឧត្តមស្ដីសាសខាដែលបានឧបត្ថម្ភចាទូកដល់ទី2ទេពពេជ្រកមាមហាគុំនិងទូកវត្តទេពរាំងសីចាសូមអរគុណបាទចំណែកឯគូដែលកំពុងតែធ្វើដំណើរបន្តទៀតបាទហើយយើងចាំទីមើលទាំងអស់គ្នាបាទបាញ់មិញអមន្ទីសម្ដេចឯកឧត្តមសំមេតាអភ័យទោសបាទនេះខ្ញុំចាំមើលលេខ240ចា240បាទ280បាទ280ទូគូទី129ទេ136បាទ136 280បាទ280គូទីលេខទូក280បាទលេខ130គូទី136បាទចាហើយឈ្នះគូប្រកួតដៃឯងចំណែកគូដែលកំពុងទីកិតគ្នានេះគឺគូទី131បាទខ្សែទឹកខាងក្នុងទូកលេខ179បាទគឺបាទរតនៈសជ័យបាទឈ្នះមួយជើងម្នាក់មកពីខាងវាលស្បូវបាទទូគូទី143អូយល្អណាស់បងលបឿនសម្រស់ណាប្រហាក់ប្រហែលគ្នាសវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំរបស់ឯកឧត្តមនេតវត្រាណឯកឧត្តមវ៉ាថនមិនហើយមិញចាញ់មួយជើងឯណាបាទចាញ់មួយហើយនេះក្រុងកញ្ចេះបាទឥឡូវយើងមើលចាំមើលណាសម្រាប់សវណ្ណបទុមនេះវិញយ៉ាងម៉េចបាទខ្សែទឹកខាងក្នុងចំណែកខ្សែទឹកខាងក្រៅគឺរតនៈសជ័យពីរាំងព្រៃវែងរបស់សម្ដេចកលាហោមសខេងបាទឥឡូវយើងឃើញថាដកហើយបាទអាដាមមិញនេះក៏ចេះក្រុងសម័យថ្មីចាញ់តែឥឡូវនេះបាទសវណ្ណបទុមសជ័យបារមីលោកតាអ៊ំមិនហើយឈ្នះឬមិនឈ្នះដកតែដកមិនតាន់ដែរណែអូយងប់ហើយណែមកសកាត់តិចតួចហើយបាទញ៉ាំអំពេលនៃទូកបាទញ៉ាំអំពេលទូកអាដាមបាទទទួលបានជ័យជំនះសម្រាប់ជើងទី1ថ្ងៃទី3ទីសែនជ័យចាគឺជាទូកទទួលបានការឧបត្ថម្ភពីឯកឧត្តមប៊ិនប្រជ័យចាបាទឥឡូវយើងបន្តទស្សនាគូជាបន្តទៀតបាទបងខ្ញុំចាប់ខាងមុខចុះបងទៅខាងក្រោយបាទឥឡូវឃើញហើយស្រីសសវណ្ណពេជ្រមនីទូកនេះមកពីពីរាំងទទួលបានការឧបត្ថម្ភពីអាដាមសេនីយ៍តូឡាវឈីវការពីជើងទី1ទទួលបានជ័យជំនះនៅខាងក្រៅឥឡូវបដូរមកខាងក្នុងចំណែកឯក្រចេះក្រុងថ្មីសម័យតេជោទទួលបានការឧបត្ថម្ភពីបាទឯអាដាមបាទកតេនីតិកសលបណ្ឌិតបាទអ៊ំជំនឹមនិងអាដាមនេតវត្រានិងអាដាមវ៉ាថនចាប្រែប្រួលឬក៏អត់ទេអូយប្រែប្រួលអីបងអើយឥឡូវនេះបាទសវណ្ណពេជ្រមនីនាំទៀតហើយហើយនាំដាច់ទៀតបាទនាំដាច់ទៀតបាទអាដាមដាច់បាទអាដាមសេនីយ៍តូឡាវឈីវបាទមកឲ្យដាច់ទៀតនៅតែល្អ277បាទឥឡូវយើងឃើញថាឆ្លងផុតកំប៉ុនទី2ហើយការចាក់ជូនតាមតាន់ទេចាដាច់ឆ្ងាយមែនតើតាមអត់តាន់ទេចាអាចចាប់យកគូក្រោយ
ចាអាចចាប់យកគូក្រោយរតនៈសជ័យបដូរមកនៅខ្សែទឹកខាងក្នុងវិញម្ដងហើយរបងសម្ដេចកលាហោមសខេងបដូរមកនៅខ្សែទឹកខាងក្នុងរីឯសវណ្ណបតុមសែនជ័យបារមីលោកតាអ៊ុំចារបងឯកឧត្តមនេតភក្ត្រានិងឯកឧត្តមវ៉ាថនហើយទូកនេះគឺស្ថិតនៅក្នុងទីចាត់ការផែនការអគ្គជាការដែលឯកឧត្តមចៅយុទ្ធបុត្រហ្នឹងទទួលចាខុសត្រូវបាទឥឡូវយើងឃើញថាលបឿនបាទគឺខ្សែទឹកខាងក្រៅនៅតែល្អអញ្ចឹងណាសវណ្ណបតុមបាទសែនជ័យបារមីលោកតាអ៊ុំនៅល្អអញ្ចឹងទទួលបានការឧត្តមពីឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងឯកឧត្តមវ៉ាថនឲ្យបាខេត្តបាទចំណែកឯបាទរតនៈសជ័យយ៉ាងម៉េចហើយរតនៈសជ័យខ្សែទឹកខាងក្នុងតាមបាទតាមមិនតាន់ទេបាទតាមមិនតាន់ទេបាទអាចហើយចាសម្រាប់ទូកដែលមានឈ្មោះថាសវណ្ណបតុមសែនជ័យបារមីលោកតាអ៊ុំចាក៏មានការសហការ